Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Radio សម្រាប់រឿងក្នុងវីដេអូនេះខ្ញុំនឹងសម្រាប់លម្អិតសាច់រឿង Last Samurai Standing Season 1 ភាគទី2ដែលជាភាគបន្តជូនបងប្អូនទស្សនាហើយភាគទី2នេះដែរបានបង្ហាញពីប្រវត្តិខ្លះៗរបស់ក្មេងស្រី Futaba តែមើលទៅ Futaba មិនមែនក្មេងស្រីទេគេឡើងកំមុំស្ដោកស្អាតហើយគួរឲ្យស្រឡាញ់ទៀតដោយសារតែភាគ1ហ្នឹង admin ឃើញតួស្រីតូចមួយដូចកូនក្មេងអញ្ចឹង admin នឹងហៅឈ្មោះនាងថា Futaba ពីភាគនេះទៅនៅដើមសាច់រឿងឃើញថានៅក្នុងផ្ទះមួយកន្លែងអ្នកភូមិមួយក្រុមកំពុងប្រគំភ្លេងប្រារព្ធពិធីអ្វីមួយយ៉ាងដើម្បីអធិដ្ឋានសូមសេចក្តីសុខឲ្យរួចផុតពីជំងឺអាសន្នរោគហើយអ្នករំថ្វាយនោះជាម្ដាយ Futaba ចំណែក Futaba នេះវិញកំពុងមើលថែក្មេងៗជាច្រើនកំពុងតែឈឺយ៉ាងវេទនាពេលនោះមានក្មេងប្រុសម្នាក់សួរនាងថាបងស្រីតើខ្ញុំនឹងស្លាប់មែនទេនាងក៏ឆ្លើយថាកុំបារម្ភអីវាមិនអីទេម្ដាយរបស់បងស្រីកំពុងអធិដ្ឋានដល់ព្រះតែចម្លើយនេះគ្រាន់តែជាការលើកទឹកចិត្តប៉ុណ្ណោះមើលទៅនាងហាក់មិនជឿទៅលើអ្វីដែលគ្រប់គ្នាកំពុងធ្វើនេះឡើយពេលម្ដាយ Futaba កំពុងបង្រៀននាងរាំគាត់សង្កេតឃើញថានាងហាក់មានចម្ងល់អ្វីមួយគាត់ក៏សួរថាមានរឿងអ្វី Futaba នាងក៏សួរថាជំងឺអាសន្នរោគនឹងបាត់ទៅវិញឬពុកបានស្លាប់ហើយប្រជាជននៅក្នុងទីក្រុងកំពុងស្លាប់ជាបន្តបន្ទាប់តែយើងបែរជាអធិដ្ឋាននៅទីនេះគាត់ក៏ឆ្លើយវិញថានៅក្នុងពិភពលោកនេះអ្វីៗដែលកើតឡើងទាំងអស់ជាផ្នែកមួយនៃចេតនារបស់ព្រះរឿងដែលល្អបំផុតដែលយើងអាចធ្វើបានគឺអធិដ្ឋានយើងត្រូវតែជឿនាងក៏ញញឹមហើយយល់ស្របតែពេលម្ដាយ Futaba ដើរចេញគាត់ក៏បានដួលសន្លប់តែមិនដឹងថាស្លាប់ឬក៏រស់នោះទេកាត់មកដល់បច្ចុប្បន្នសានបន្ទាប់ពីចេញផុតពីប្រាសាទ Tenryuji ក៏បានជួបនឹងបេក្ខជនម្នាក់ឈ្មោះថាកាន់ជីយ៉ាប៊ូគុតស៊ូដែលសានធ្លាប់ស្គាល់មិនដឹងមានគំនុំអ្វីជាមួយតួឯកប្រុសនោះទេគ្រាន់តែជួបភ្លាមក៏និយាយទៅកាន់សានថាតើអស់រយៈពេលប៉ុន្មានឆ្នាំហើយដែលខ្ញុំបានរងចាំសម្រាប់ពេលនេះហើយក៏បបួលសានវាយមួយស្មាតែម្ដងមើលទៅគាត់ដូចជាស្រែកឃ្លាននឹងការប្រយុទ្ធយ៉ាងខ្លាំងហើយរត់មកវាយប្រហារតួប្រុសយ៉ាងកំរោលដូចមនុស្សរោគចិត្តអញ្ចឹងកាប់បណ្ដានិយាយឌឺដងនឹងសាច់បណ្ដាដូចមនុស្សឈួតតែសានមានតែដកដាវកាត់ឯណាបានតែទប់នឹងរត់គេចពីប៊ូគុតស៊ូយ៉ាងត្រដាបត្រដួសតែនៅពេលនោះដោយសារតែការចង់នៅរស់រៀនតួឯកប្រុសក៏ព្យាយាមដកដាវបានសម្រេចហើយប្រយុទ្ធតបតទៅកាន់ប៊ូគុតស៊ូវិញដោយដើមមិនចឹងតែប៉ុន្មានស្នៀតប៉ុណ្ណោះក៏មានឱកាសកាត់ក្បាលប៊ូគុតស៊ូទៅហើយតែសានមិនដាច់ចិត្តសោះកបជួន Futaba មិនដឹងលួចសេះបានមកពីណាក៏មកដល់រួចបបួលតួប្រុសរត់គេចសានក៏ធាក់ប៊ូគុតស៊ូមួយជើងហើយរត់ឡើងសេះកិច្ចខ្លួនបានសម្រេចមកដល់ផ្ទះសំណាក់វិញម្ចាស់ផ្ទះស្នាក់បន្ទាប់ពីឃើញអ្នកមានគុណត្រឡប់មកវិញដោយសភាពយ៉ាប់យ៉ឺនក៏បើកទ្វារឲ្យតួឯកប្រុសចូលយ៉ាងប្រញាប់ប្រញាល់មកដល់បន្ទប់គេងសានបានអរគុណជាខ្លាំងតែម្ចាស់ផ្ទះតបទៅវិញថាវាមិនអីនោះទេអ្វីដែលខ្ញុំជួយបានខ្ញុំនឹងជួយទោះជាទៅមិនរួចក៏ដោយដើម្បីសងគុណអ្នកបន្ទាប់ពីគាត់ចេញទៅបាត់តួប្រុសក៏ដកដាវមកមើលដូច្នេះទើបគាត់ដឹងថាវាមិនបានច្រេះទាំងអស់នោះទេគឺច្រេះតែគល់ដងបន្តិចប៉ុណ្ណោះពេលនោះដែរតួប្រុសក៏ប្រាប់ Futaba ថាខ្ញុំនឹងឲ្យនាងរត់ចេញនៅពេលព្រឹកតែ Futaba ថាវាខុសនឹងច្បាប់ខ្ញុំមិនបោះបង់វាចោលទេជីវិតរាប់មិនអស់នឹងស្លាប់បើខ្ញុំបោះបង់តែសានកំហកថាជីវិតរបស់នាងសំខាន់ជាងក្មេងមិនអាចរស់បានទេបើនៅបន្តលេងហ្គេមនេះនិយាយមិនទាន់ចប់ផងក៏មាននរណាម្នាក់បានមកដល់សានប្រុងប្រៀបនឹងចាត់ការទៅហើយបរិះម្នាក់នោះក៏និយាយថាស្ងប់អារម្មណ៍លោកដឹងហើយខ្ញុំមិនចង់ប្រយុទ្ធនឹងអ្នកទាំងពីរទេហើយបន្តបើកទ្វារចូលមកក្នុងរួចនិយាយថាខ្ញុំមានកិច្ចព្រមព្រៀងដ៏ល្អសម្រាប់អ្នកទាំងពីរតើលោកមានឆ្ងល់ទេហេតុអ្វីពួកគេឲ្យយើងធ្វើដំណើរទៅកាន់តូក្យូហើយចំណាយប្រាក់យ៉ាងច្រើនសន្ធឹកដល់ទៅ 10,000 យ៉េនមួយទៀតខ្ញុំបានឮថាជនបរទេសកំពុងព្យាយាមបង្កសង្គ្រាមស៊ីវិលដើម្បីបំផ្លាញប្រទេសជប៉ុនដោយបង្កើតពាក្យចចាមអារាមថាមេដឹកនាំសាមរ៉ៃចាស់ប្រមូលបពុដើម្បីបះបោរដូច្នេះយើងត្រូវសហការគ្នាស៊ើបអង្កេតដើម្បីឲ្យដឹងថាអ្នកណានៅពីក្រោយរឿងនេះបន្ទាប់ពីនិយាយយ៉ាងយូរមុននឹងចាក់ចេញទៅគាត់បាននិយាយទៅកាន់តួឯកប្រុសថាលោកមិនបាច់សម្រេចចិត្តនៅពេលនេះទេ3ថ្ងៃទៀតយើងនឹងជួបគ្នានៅផ្ទះសំណាក់មួយកន្លែងនៅយុគកៃឈីដែលមានឈ្មោះថាយូស៊ូយ៉ាក្រោយពីអ្នកទាំងពីរសម្រាប់រឿងបានលេង flashback ទៅកាន់ Futaba មុនពេលនាងមកប្រកួតឃើញថាក្រោយពេលម្ដាយនាងដួលសន្លប់នោះគាត់បានឆ្លងជំងឺអាសន្នរោគបាត់ទៅហើយដេកឈឺនៅនឹងកន្ទេលគ្មានជំរើសនាងមានតែចេញមកសុំទានយកប្រាក់ខ្លះទៅចិញ្ចឹមម្ដាយនិងក្មេងៗដែលកំព្រាម្ដាយឪពុកតែមានទៅបានឯណាបើម្នាក់ក្រដែរហ្នឹងក៏មានបរិះម្នាក់បោះក្រដាសខិតទៅបានឲ្យនេះហើយជាហេតុផលដែលនាងមកប្រកួតកាត់មកព្រឹកឡើងពេល Futaba ដឹងខ្លួននាងបានដើរមករាំនៅមាត់ទឹកបន្ទាប់មកសានក៏មកដល់និយាយថានេះជារបាំពិធីតើនាងកំពុងអធិដ្ឋានអ្វីនាងក៏បានឆ្លើយថាសូមឲ្យអ្នកទាំងអស់គ្នាបានសេចក្តីសុខខ្ញុំបានរៀនពីម្ដាយរបស់ខ្ញុំរួចបន្តសូមអង្វរសានឲ្យនាងរួមដំណើរទៅប្រកួតជាមួយផង
ទោះជាចុងបញ្ចប់នាងត្រូវបានសម្លាប់ដោយតួឯកប្រុសក៏ដោយនាងមិនស្ដាយក្រោយទេសានក៏យល់ព្រមឲ្យនាងទៅនឹងការពារនាងដល់ទីបញ្ចប់ព្រោះពេលនេះគាត់ទុកនាងដោយកូនស្រីទៅហើយកាត់មករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃនៅទីក្រុងតូក្យូឯនេះវិញបានកោះហៅមន្ត្រីក្រមអាវ៉ាត់ប្រមាណអ្នកមកប្រជុំយ៉ាងប្រញាប់អំពីរឿងពាក្យចចាមអារាមថាស៊ីស៊ូគូចែកចាយខិត្តប័ណ្ណប្រកួតដើម្បីកែនប្រមូលផ្ដុំសាមរ៉ៃមកកាន់ទីក្រុងតូក្យូដើម្បីបះបោរដោយសារតែភ័យខ្លាចថាសាមរ៉ៃនឹងបះបោរម្ដងទៀតព្រោះធ្លាប់មានមេរៀនម្ដងហើយគឺពិបាកគ្រប់គ្រងណាស់ទម្រាំប្រជាជាតិពួកគេបានរស់ឡើងវិញឥឡូវអ្វីមិនទាន់ល្អដូចដើមផងបើកើតឡើងម្ដងទៀតប្រទេសជប៉ុនដឹងតែរលាយតែម្ដងក៏ចាត់ឲ្យការវាជីមេប៉ូលីសធំនឹងបើកការស៊ើបអង្កេតលើរឿងមួយនេះងាកមកមើលប៊ូកុតស៊ូអាប៉ែរោគចិត្តឯនេះវិញមិនដឹងដាក់អស់ប៉ុន្មានទេលើមកបាយកាប់គេពេញនឹងទៀតហើយគ្រាន់តែសួរគេរកតួប្រុសគេអត់ដឹងសោះរកកាប់ទាំងក្មេងទៀតអើយយ៉ាប់ហ្មងគ្រាន់តែយាកាប់ភ្លាមអុយកាយ៉ូក៏មកដល់ហើយស្រែកតិចថាឈប់ទៅពួកគេមិនមែនមកប្រកួតទេអាប៉ែប៊ូកុតស៊ូងាកមកវិញថាចំមិនដែលឃើញឯងមកពីណាគាត់ក៏ឆ្លើយថាយើងគីកូមីអ៊ូគីយ៉ូប៊ូកុតស៊ូក៏និយាយឌឺថាអូល្បីថាឯងមកពីគ្រួសារសាមរ៉ៃអភិជនថ្លៃថ្នូរនឹងមែនទៅតួឯងនៅទៅបានខ្ញុំបានឮពាក្យចចាមអារាមដល់អាម៉ាស់មួយថាគ្រួសាររបស់ឯងត្រូវបានគេបោះបង់ចោលបន្ទាប់ពីបម្រើការយ៉ាងស្មោះត្រង់មែនទេអញ្ចឹងឯងដូចតែយើងទេអ៊ូគីយ៉ូក៏និយាយថាបិទមាត់យើងគ្មានអីដូចគ្នាទេឯងកាចសាហាវដូចសัตว์ក៏ចាប់ដើមប្រយុទ្ធកាប់ចាក់គ្នាដំបងហ្នឹងមើលទៅអាប៉ែប៊ូកុតស៊ូគ្មានគីឡូអីជាមួយអ៊ូគីយ៉ូទេគេវាយឡើងជ្រុះដាវក៏ផ្ដើមសើចទៀតហើយយកកាំបិតអាតូចមួយទៀតមកប្រយុទ្ធបន្តបានមួយសន្ទុះប៊ីសនឹងត្រូវអ៊ូគីយ៉ូចាក់ចំភ្នែកទៅហើយតែកិច្ចផុតកុំអីច្រត់រួចយកដៃនឹងទៅចាប់ដាវហូរឈាមឡើងក៏ខ្លាក់ហើយសើចទៀតរោគចិត្តចុយម៉ាយហើយនិយាយថាប៊ីសត្រូវរួចហក់ទៅខំមេដៃអ៊ូគីយ៉ូដាច់ថ្មិលហើយខ្ជាក់ចោលបន្តដាល់គាត់ផ្លាច់បន្ទាប់មកមិនដឹងមិនម៉ាទេអ៊ូគីយ៉ូរឿងក៏កាត់មកកាន់តួឯកប្រុសនិងហ្វូតាបាឯនេះវិញមកដល់កន្លែងមួយក៏ជួបថាជីកាវ៉ាគូបុនអ្នកទាំងអស់គ្នាគ្រាន់តែឃើញសានភ្លាមក៏ដើរមកបំរុងនឹងសួរអ្វីម្យ៉ាងគ្រាន់តែដើរមកជិតដល់សានក៏ចាប់កាន់ដាវចុះទុកចិត្តមិនបានកលៈទេសៈនេះហើយគូបុនឃើញអញ្ចឹងក៏លើកដៃហើយនិយាយថាទេខ្ញុំមិនប្រយុទ្ធទៀតទេខ្ញុំមកទីនេះគ្រាន់តែចង់រកប្រាក់ខ្លះដើម្បីឲ្យកូនខ្ញុំចង់ហូបអ្វីហូបបានតាមចិត្តរបស់គេមិនដឹងគេបោកមកទីនេះដើម្បីសម្លាប់គ្នាទេខ្ញុំលែងចង់លេងហ្គេមនេះទៀតហើយក៏ចង់ដោះផ្លាកកចេញសានក៏ខ្វាត់កុំដោះពុតិហ៊ានកំពុងមើលមកបើដោះនឹងល្មើសវិន័យតែខ្វាត់មានទៅបានឯណាគូបុនក៏ដោះផ្លាកចេញហើយស្រែកថាមិនអីទេគ្នាគាត់ប៉ុន្មានអ្នកទៀតក៏ដោះតាមហើយដុតចោលតែមានទៅអត់អីស្អីពួកទាហានឃើញឈូឆដោះផ្លាកដុតចោលនឹងក៏បើកការបាញ់ប្រហារមកលើគូបុននិងបាក់ពួកស្លាប់យ៉ាងសង្វេគសានមានការអាណិតពួកគេយ៉ាងខ្លាំងឈរភ្លឹកស្រមាស្រមៃដល់កូនក្រុមពីមុនដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងភ្លើងសង្គ្រាមហើយនិយាយទៅកាន់ទាហានទាំងនោះទាំងអារម្មណ៍ឈឺចាប់ថាគ្រាន់តែពួកឯងលែងប្រើប្រាស់យើងទៀតពួកឯងក៏សម្លាប់ពួកយើងដូចជាសត្វធាតុការអត់ធ្មត់មានដែនកំណត់វើយរួចក៏ដកដៃកាត់ក្បាលទាហានដែលនៅនឹងមុខនោះដាច់ស្មាត្រឹមកដូចគូសបន្ទាត់ហើយបន្តសម្លាប់ពួកគេពីម្នាក់ទៅម្នាក់នឹងយ៉ាងសាហាវដូចបិសាចតែម្ដងខ្លះដាច់ដៃខ្លះដាច់ខ្លួនបើកំភ្លើងវិញដាច់ផុយដូចតៅហ៊ូអញ្ចឹងរហូតស្លាប់គ្មានសល់សំបីម្នាក់អញ្ចឹងបានថាកុំឲ្យបងដើរផ្លូវចាស់អូនតែផ្លូវចាស់តួឯកប្រុសមិនមែនដើរស្រាតទេគឺជាអតីតបិសាចសាមរ៉ៃសានងាកមកខាងលើអាប៉ែស្នាមមុខពីមាត់ដល់គុំត្រចៀកឯនេះវិញមានឈ្មោះថាសាគូរ៉ាបាននិយាយតិចថាគាត់បានក្លាយជាបិសាចសានឡើងវិញហើយតែមិនធ្វើអ្វីតួប្រុសនោះទេគ្រាន់តែឲ្យកូនចៅយកដំណឹងនេះទៅប្រាប់អ្នករៀបចំហ្គេមគូដូគុនេះឲ្យបានដឹងតែប៉ុណ្ណោះសាច់រឿងក៏កាត់មកអូគីយ៉ូឯនេះវិញមុខសុទ្ធតែឈាមភ្នែកប៉ោងលឹបអស់ហើយដំបងស្មានតែគាត់កំពុងដើរមានណាការពិតអាប៉ែប៊ូកុតស៊ូរោគចិត្តនេះដែលកាន់ក្បាលគាត់លីដើរនិយាយម្នាក់ឯងអត់សបាយរួចក៏បោះក្បាលនោះទៅពីមុខបន្លាចតាកសិករ2នាក់ហ្នឹងភ័យបាសដៃបាសជើងរួចសាយដូចមនុស្សឈួតហើយសាច់រឿង Last Samurai Standing រដូវកាលទី1ភាគទី2ក៏បានកាត់ចប់នៅត្រឹមនេះសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទស្សនាវីដេអូរបស់ Admin បើបងប្អូនចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច Like Subscribe ដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូភាគទី3ដែលជាភាគបន្ត